បាទជំរាបសួរបងប្អូនអរគ្នាសុខសប្បាយបាទថ្ងៃនេះសូមជូនវីដេអូមួយទៀតដើម្បីជម្រាបជូនបងប្អូនអំពីប្រភេទផ្ទះដែលពេញនិយមនៅក្នុងសហរដ្ឋអាមេរិកបាទសូមជម្រាបជូនបងប្អូនថាដោយបងប្អូនជ្រាបពេកនៅក្នុងសហរដ្ឋអាមេរិកនេះគឺមានផ្ទះច្រើនប្រភេទបាទប៉ុន្តែនៅក្នុងនោះដែលខ្ញុំសូមលើកយកផ្ទះ3ប្រភេទដែលពេញនិយមដែលបងប្អូនយើងចំណាយមកទិញអឺគឺមាន3ប្រភេទបាទប្រភេទទី1គឺគេហៅថា single family home បាទប្រភេទទី2គេហៅថា town home ហើយនិងប្រភេទទី3គឺ condo បាទបងប្អូនប្រភេទទី1នេះគឺគេហៅថា single family home បាទ single family home បើយើងប្រៀបធៀបផ្ទះនៅស្រុកខ្មែរយើងដូចជាវីឡាតួបាទនៅក្នុងបុរីមានវីឡាតួគេហៅថាបាទនៅស្រុកវិញគេហៅថា single family home បាទស្តៀងគ្នាអញ្ចឹងបាទហើយ single family home នេះវាមានលក្ខណៈសម្បត្តិមិនគឺថាគឺជាផ្ទះដាច់ដោយឡែកมันមានជញ្ជាំងរួមគ្នាទេហើយយើងមានទីធ្លាជុំវិញផ្ទះជាកម្មសិទ្ធិរបស់យើងបាទហើយយើងមានលក្ខណៈឯកជនភាពច្រើនបាទបងប្អូនប្រភេទ single family home នេះនៅតំបន់ខ្លះគឺមាន HOA ហើយតំបន់ខ្លះពុំមាន HOA ទេបាទ HOA ហ្នឹងគឺប្រៀបធៀបដូចជាបរិយាអញ្ចឹងបងប្អូនមានន័យថាមាន HOA គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់បរិយាគេយើងត្រូវ pay fee ឲ្យគេហើយនៅក្នុងនោះគេមាន HOA ខ្លះគេមាន pool ឲ្យយើងសម្រាប់ហែលទឹកឬក៏មានកន្លែង gym កន្លែងយើងហាត់ប្រាណអីចឹងទៅបាទកន្លែងខ្លះក៏អត់ដែរប៉ុន្តែយើងត្រូវ pay ប្រចាំខែឲ្យគេហើយយើងត្រូវអឺធ្វើតាម rule របស់ HOA បាទបងប្អូនបាទហើយសម្រាប់ single family home នេះដែរគឺថាយើងជាម្ចាស់កម្មសិទ្ធិផ្ដាច់មុខទៅលើផ្ទះយើងទាំងមូលទាំងមងទាំងផ្ទះទាំងដីបាទបញ្ជាក់ឡើងវិញគឺថាពុំមានជញ្ជាំងផ្ទះរួមគ្នាជាមួយនឹងផ្ទះជាប់ខាងគ្នាទេគឺថាផ្ទះដាច់ដោយឡែកពីគ្នាបងប្អូនបាទនឹងគេហៅថា single family home បាទបងប្អូនប្រភេទផ្ទះទី2នេះគឺគេហៅថា town home បាទ town home ហ្នឹងគឺបើប្រៀបធៀបនៅស្រុកខ្មែរយើងដូចផ្ទះល្វែងមួយជុំឡើងលើបងប្អូនបាទតាំងពីដីរហូតដល់ដំបូលបាទជាន់តដីរហូតដល់ដំបូលហ្នឹងគេហៅបាទនៅស្រុកខ្មែរយើងគេហៅផ្ទះមួយល្វែងឬក៏មួយជុំអញ្ចឹងណាប៉ុន្តែនៅស្រុកអាមេរិកនេះគេហៅថា town home បាទបងប្អូន town home ហ្នឹងគឺមានន័យថាយើងជាម្ចាស់កម្មសិទ្ធិនៃផ្ទះនេះសិទ្ធិទាំងដីក្នុងផ្ទះទាំងក្រៅផ្ទះមុខផ្ទះហើយនិងក្រោយផ្ទះបាទប៉ុន្តែចំណុចមួយគឺពិសេសថងថាផ្ទះនេះគឺមានជញ្ជាំងផ្ទះរួមគ្នាមានន័យថាផ្ទះជាប់គ្នាតែម្ដងហើយខណ្ឌដោយជញ្ជាំងរួមបងប្អូនបាទអញ្ចឹងផ្ទះប្រភេទនេះគេហៅថា town home បាទបងប្អូនជាទូទៅផ្ទះដែល town home នេះគឺមាន HOA បាទមានន័យថាស្ថិតនៅក្នុងបុរីស្ថិតនៅក្រោមការគ្រប់គ្រងរបស់បុរីហើយយើងបង់ថ្លៃបុរីឬក៏ HOA ហ្នឹងបាទទៅតាមហ្នឹងទៅបាទបងប្អូនផ្ទះប្រភេទទី3នេះគឺប្រភេទ condo ដែលបងប្អូនបានជ្រាបហើយ condo បាទប្រភេទ condo ហ្នឹងគឺមានន័យថាផ្ទះជាអគារមួយមានច្រើន unit ហើយអាចមានច្រើនជាន់បាទហើយនៅក្នុងនោះដែរគឺថាយើងជាម្ចាស់កម្មសិទ្ធិតែផ្នែកខាងក្នុងនៃ unit របស់យើងនេះមានន័យថានៅក្នុងបន្ទប់របស់យើងនឹងទេបាទហើយ condo នេះដែរដោយឡែកគឺថាផ្លូវដើររួមគ្នាគឺជាកម្មសិទ្ធិរួមហើយដីក៏ជាកម្មសិទ្ធិរួមអញ្ចឹងមានន័យថាយើងជាម្ចាស់កម្មសិទ្ធិផ្ដាច់មុខតែនៅក្នុង unit របស់យើងតែប៉ុណ្្នឹងឯងបងប្អូនបាទហើយអឺជាទូទៅគឺថាផ្លូវដើរឬក៏ជញ្ជាំងអគារអីហ្នឹងគឺខាង HOA ជាអ្នក take care ប៉ុន្តែយើងត្រូវបង់ថ្លៃ fee ឲ្យគេបាទជាប្រចាំខែចឹងដែរបងប្អូនបាទបងប្អូនផ្ទះទាំង3ប្រភេទនេះបងប្អូនចូលចិត្តមួយណាជាងសូមជួយ comment ប្រាប់ផងបាទឬក៏បងប្អូនចង់ទិញចង់លក់ចង់ជួលផ្ទះនៅក្នុងរដ្ឋ Texas នេះបងប្អូនអាចតាក់ទងមកខ្ញុំបានតាមលេខទូរស័ព្ទឬក៏ email ដូចខាងក្រោមនេះបាទខ្ញុំបាទឈ្មោះសៀងនីបច្ចុប្បន្នខ្ញុំជា Realtor នៅក្នុងរដ្ឋ Texas សហរដ្ឋអាមេរិកបាទសូមអរគុណច្រើនបងប្អូនសូមជម្រាបលាបាទ